បាទអញ្ចឹងapp ដែលត្រូវភ្ជាប់ជាមួយនឹង Google Classroom ហ្នឹងយើងមានapp មួយចំនួនទី1ហ្នឹងគឺ Calendar យើងចូលលើ Class សិនមកហើយអញ្ចឹងទី1គឺ Calendar ហើយទី2គឺ Google Drive ហើយទី3គឺ Google Meet ហើយមួយទៀតគឺGoogle Docs ឬក៏ Sheet ហើយ Google Form អញ្ចឹង app ទាំងអស់ហ្នឹងមានតួនាទីខុសគ្នាទាំងអស់អញ្ចឹងទៅលើ Google Calendar ប្រើប្រាស់សម្រាប់គ្រប់គ្រងពេលវេលាដូចជាការកំណត់ថ្ងៃផុតassignment ឬក៏ quiz អីចឹងទៅហើយទី2តទៅជាមួយ Google Drive អញ្ចឹងGoogle Drive ហ្នឹងសម្រាប់ផ្ទុកឯកសារទាំងអស់ដែលទាំងគ្រូទាំងសិស្សបាន upload ចូល class ហ្នឹងហើយតទៅជាមួយនឹងមួយទៀតGoogle Meet អញ្ចឹង Google Meet ហ្នឹងសម្រាប់call video អញ្ចឹងយើងមាន call video ក្នុង class ហ្នឹងដើម្បីរៀន online អញ្ចឹងណាហើយមួយទៀតតទៅជាមួយនឹង Google Form អញ្ចឹងយើងដឹង Google Form សម្រាប់យើងធ្វើ quiz ឬក៏ multiple choice អញ្ចឹងណាអូខេសូមឆែកសិនGoogle Form ចឹងអ្នកនរគ្នាប្រហែលជាស្គាល់ Google Form អូខេចឹងGoogle Form វាមានទម្រង់បែបនេះ